តើបងប្អូនមកដឹងប្រវត្តិខ្លះៗមុនឈានដល់ថ្ងៃ9វិច្ឆិកាតើប្រជាជនកម្ពុជារងទុក្ខយ៉ាងណាខ្លះពីអាណានិគមបារាំងភ្នំពេញពិធីបុណ្យឯករាជ្យគឺជាទិវាបុណ្យជាតិដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយកំណត់យកថ្ងៃទី9ខែវិច្ឆិកាដើម្បីរំលឹកដល់ស្មារតីកងទ័ពជាតិកម្ពុជាក៏ដូចជាការរំលឹកដល់ស្នាដៃព្រះវីរៈមហាក្សត្រកម្ពុជាគឺព្រះបាទនរោត្តមសីហនុដែលបានទាមទារឯករាជ្យភាពកម្ពុជាពីប្រទេសបារាំងនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ជាមួយគ្នានេះថ្ងៃនេះក៏ជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍លើកទី72ទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកាផងដែររំលឹកទៅកាលពីថ្ងៃទី11ខែសីហាឆ្នាំ1863ដល់ឆ្នាំ1866បារាំងបានដាក់អាណានិគមមកលើប្រទេសកម្ពុជាជាដំបូងក្នុងព្រះរាជព្រះបាទនរោត្តមក្រោយពេលដែលបារាំងបានយល់ពីសក្តានុពលកម្ពុជាពីវិស័យកសិកម្មផលជ័រកៅស៊ូស្បែកសត្វនិងសត្វព្រៃបារាំងបានចុះហត្ថលេខាយល់ព្រមនឹងព្រះបាទនរោត្តមដោយបដូរពីការដាក់អាណានិគមលើកម្ពុជាទៅជាដែនអាណាព្យាបាលបារាំងវិញក្នុងឆ្នាំ1867ដល់ឆ្នាំ1887 French Protectorate of Cambodia 1867-1887 ដែលមានន័យថាប្រទេសកម្ពុជាស្ថិតក្រោមការការពាររបស់បារាំងលុះឆ្នាំ1945បារាំងបានវិលមកដាក់អាណានិគមលើកម្ពុជាម្ដងទៀតស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងជាលើកទី2កម្ពុជាមិនទទួលបានការចំណេញអ្វីឡើយដោយបារាំងបានដាក់នៅគោលនយោបាយជំរិតទារពន្ធមកលើប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុតដែលធ្វើឲ្យជីវភាពរបស់ប្រជាជនលំបាកយ៉ាងខ្លាំងការទារពន្ធច្រើនហួសប្រមាណរបស់ទេសាភិបាលបារាំងបានធ្វើឲ្យប្រជាជនកម្ពុជាងើបបាក់បោសម្រាប់ពួកបារាំងជាបន្តបន្ទាប់លុះក្រោយមកនៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ1953បារាំងបានយល់ព្រមប្រគល់អធិបតេយ្យភាពមកឲ្យកម្ពុជាបន្ទាប់មកត្រឹមមួយថ្ងៃពោលគឺថ្ងៃទី9ខែវិច្ឆិកាឆ្នាំដដែលបារាំងបានចេញសេចក្តីប្រកាសប្រគល់ឯករាជ្យភាពឲ្យកម្ពុជាវិញហើយកងយុទ្ធពលខេមរៈភូមិន្ទក៏បានចាប់កំណើតឡើងផងដែរស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងអស់រយៈពេល90ឆ្នាំ1863ដល់1953 9វិច្ឆិកាជាថ្ងៃដែលប្រជាជនកម្ពុជាមានសេចក្តីសោមនស្សរីករាយជាទីក្រៃលែងដោយបានចាត់ទុកព្រះបាទនរោត្តមសីហនុជាវីរបុរសជាតិដែលបានទាមទារឯករាជ្យជូនកម្ពុជាយ៉ាងពេញបរិបូរណ៍ដែលធ្វើឲ្យប្រទេសកម្ពុជាទាំងមូលឈររឹងមាំជាប្រទេសមួយដែលមានអធិបតេយ្យភាពជារបស់ខ្លួនមកដល់ពេលបច្ចុប្បន្នចាថ្ងៃនេះគឺជាថ្ងៃខួប72ផងដែរសង្ឃឹមថាបងប្អូនអបអរនៅចាឯករាជ្យភាពនៅថ្ងៃនេះតកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា